យល់ដល់ទ្រង់ជាព្រះនាងយើងមិនថៃទ្រង់នោះទេតែទ្រង់ត្រូវយកយើងជាស្វាមីផងទើបបានតែខ្លះមិនដាក់សំណើនេះបានទេអូយខ្ញុំដូចជាខ្មាស់ជើងចាស់ខាងនិទានរឿងដល់ហើយពូទៅភ័យធ្វើអីពូមិនរំខានការរកស៊ីរបស់ក្មួយទេរឿងបរោះពូកែនិទានរឿងកាលពីព្រេងនេះមិត្តបរោះម្នាក់គឺជាអ្នកប្រកបរបស់និទានរឿងជូនមនុស្សគ្រប់គ្នាស្ដាប់ដើម្បីបានប្រាក់បរោះនោះមានក្តីប្រាថ្នាមួយតែជាអកុសលគាត់មិនអាចបំពេញវាបានទេនៅផ្ទះពូណាម៉ែវាមើលទៅខ្ញុំមិនអាចរស់បានទៀតទេខ្ញុំថប់ទ្រូងណាស់ជំងឺពុកវារើឡើងទៀតហើយមែនទេពុកវាសម្រាប់សិនទៅណាកុំនិយាយទៀតអីខ្ញុំយកទឹកឲ្យហូបមែនហើយលបងសម្រាប់សិនទៅឲ្យតែព្យាយាមគង់តិចទេលបងរឹងមាំឡើងណាបើមិនរឹងមាំទេប្រយ័ត្នខ្ញុំទៅដើមការងារជាអ្នកនិទានរឿងអស់ណាអត់ទេខ្ញុំទ្រាំលេងបានហើយខ្ញុំចិត្តស្លាប់ហើយម៉ែវាខ្ញុំត្រូវតែនិយាយនៅក្នុងពេលនេះតើពុកវាចង់និយាយអីសម្រាប់ទៅណាម៉ែវាខ្ញុំមានក្តីប្រាថ្នាមួយម៉ែវាកុំភ្លេចបំពេញឲ្យខ្ញុំផងណាសន្យាមកតើវាជាអ្វីទៅពុកវាម៉ែវាខ្ញុំចង់ក្លាយជាអ្នកនិទានល្អម្នាក់ថ្វាយព្រះកូនណាតែមកពីជំងឺទើបខ្ញុំមិនអាចធ្វើវាបានម៉ែវាឯងសន្យាមកថាឲ្យកូនយើងបំពេញរឿងនេះជំនួសខ្ញុំផងតើបានទេចាពុកវាឥឡូវពុកវាឯងសម្រាប់សិនទៅកុំនិយាយអីម៉ែវាបើកូនយើងធ្វើមិនបានខ្ញុំបិទភ្នែកមិនចិត្តទេចាចាំកូនយើងធំឡើងណាខ្ញុំនឹងឲ្យគេទៅប្រឡងនៅឯរាជវាំងដើម្បីធ្វើរឿងនេះជូនពុកវាចោះណាពុកវាកុំបារម្ភអីយកថង់នេះចោះនេះជាថង់សំណាងបើមានវាព្រះរាជានឹងចំណាំបានហើយវានឹងនាំសំណាងឲ្យកូនផងដែរពូដែនគ្រាន់តែឃើញថង់ភ្លាមគាត់ក៏បានគិតនៅក្នុងចិត្តថានោះជាថង់សំណាងដែលព្រះរាជាផ្ញើមកអន្តាបើអញ្ចឹងបើសិនជានិទានវាធំឡើងវាទៅវាំងព្រះរាជានឹងស្គាល់វាដល់ពេលនោះវានឹងមានសំណាងខានទេអត់ទេអត់កើតទេលបងដែនសូមជួយណែនាំអប់រំកូនខ្ញុំផងណាជួយមើលវាផងបើវាខុសទោះអីសូមជួយស្ដីបដៅវាផងបានលបងចាំខ្ញុំជួយមើលថែវាអប់រំវាមិនអីទេលបងកុំបារម្ភអីណាខ្ញុំអស់ចិត្តពេលផ្ដាំផ្ញើចប់ហើយនោះពូណាតក៏បានលាចាកលោកក្នុងគ្រានោះទៅពុកវាកាត់ចិត្តតអ្នកចាំខ្ញុំជួយរៀបចំបិណ្ឌសពឲ្យចុះណា
វេលាចេះតែកន្លងទៅកូនមីងមុំក៏កាន់តែធំគេកាន់តែឆ្លាតហើយក៏ពូកែទៀតផងចំណែកការនិពន្ធនិងការនិទានរឿងនោះគេមិនចាប់អារម្មណ៍ទេ10 ឆ្នាំក្រោយមកនៅផ្ទះមីងមុំកូននិទានកូនធ្វើអីហ្នឹងកំពុងតែនិពន្ធរឿងមែនទេអត់ទេម៉ែខ្ញុំកំពុងតែអានក្បួនខ្នាតដែលខ្ចីពីលោកឪនៅវត្តអន្តាម៉ែស្មានថាកូនតែងនិពន្ធតើកូនប្រុសកូនធំហើយម៉ែចង់ឲ្យកូនធ្វើតាមបណ្ដាំពុកកូនណាតាម៉ែកូនដូចជាមិនស្រឡាញ់ការងារនោះសោះម៉ែម្យ៉ាងការនិពន្ធវាពិបាកណាស់កូនគ្មានគំនិតសម័យទេណែប្រាប់មូលហេតុមកហេតុព្រោះអ្វីដែរនោះព្រោះត្រូវអង្គុយសរសេរសាច់រឿងត្រូវទៅនិទានឲ្យអ្នកភូមិនៅទីប្រជុំជនស្ដាប់ហើយមិនប្រកាសថាបានប្រាក់ដូចជាពុកទៀតទេណាម៉ែឪពុកកូនពូកែណាស់និទាននៅឯផ្សារបានប្រាក់ក៏គួរសមទៀតម្យ៉ាងគំនិតអប់រំក្នុងរឿងក៏ជួយអ្នកស្ដាប់ឲ្យកើនបញ្ញាកើនសិលធម៌សុជីវធម៌និងគុណធម៌ផងទៀតណាកូនតែចំណូលចិត្តកូនមិនមែនការនិទានរឿងទេម៉ែស្ដាប់ណាធ្វើតាមពុកកូនទៅពុកកូនលាទៅដោយស្ងប់ចិត្តម្យ៉ាងទៀតនោះទោះបីថាมันបានប្រាក់ច្រើនតែជួយគំនិតអប់រំបានច្រើនណាស់បានម៉ែបើអញ្ចឹងកូននឹងខំរៀនហើយក៏ខំនិពន្ធសាច់រឿងនឹងធ្វើតាមពុកចុះល្អណាស់ខំឡើងណាកូនចាំកូនបានពូកែហើយនោះចាំម៉ែរៀបចំឲ្យកូនបានចូលវាំងផងដែរណាកូនបានម៉ែចាប់តាំងពីពេលនោះមកនិទានក៏បានចាប់ផ្ដើមសាក់លបងធ្វើតាមបណ្ដាំរបស់ឪពុកគាត់តែងតែកាត់តែងតែស្រមើស្រមៃគ្រប់ពេលតែថាគ្រប់យ៉ាងដូចជាមិនស្រួលនោះឡើយនៅក្រោមម្លប់ឈើដូចជាពិបាកណាស់គ្មានគំនិតសោះបើបែបនោះអាចនិពន្ធសាច់រឿងដោយរបៀបណាទៅណោះនិទានមើលចោះមើលឡើងសម្លឹងគ្រប់ទីទិសគ្រប់សត្វរុក្ខជាតិទាំងអស់លុះមួយសន្ទុះក្រោយមកគាត់ក៏បាននឹកឃើញថាត្រូវហើយនឹកឃើញហើយគឺនិទានអំពីសត្វអំពីមនុស្សដូច្នេះឲ្យតែយើងបង្កើតសាច់រឿងដែលមានគំនិតអប់រំគឺបានហើយស្រាប់តែមានអារម្មណ៍ល្អហើយក៏ស្រាប់តែមានគំនិតកើតឡើងហើយពេលនោះមកនិទានក៏បានចាប់ផ្ដើមមានរឿងនិទានឲ្យគេស្ដាប់ផងដែរនៅក្នុងផ្សារបងប្អូនសូមអញ្ជើញចូលមកព្រឹកនេះខ្ញុំមានរឿងច្រើនណាស់ចង់និទានឲ្យបងប្អូនស្ដាប់រឿងពិតក៏មានរឿងនិទានក៏មានដែរលើការពពាយនាយមួយនេះហើយមនុស្សជាច្រើនក៏បានចូលមកអូនេះគឺនិទានកូនលបងណានតើពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែនណោះគឺថាឪឆ្លាតកូនឆ្លាតមកនិទាន 3-4 រឿងមកក្មួយមែនហើយខានមកអង្គុយស្ដាប់រឿងនិទានយូរហើយណែក្មួយនិទានណានិទានរឿងមកឆាប់ឡើងវេលានោះពូដែនក៏សម្គាល់បានឃើញនឹងបាននិយាយថាមិនអាចទេអានិទានមិនក៏មកបន្តការងារពីឪពុកវាធ្វើអីបើបែបនោះវាមុខជាមានអនាគតនឹងសពតិពីបរិជានាថ្ងៃណាមួយមិនខានទេផាសូតកូនរបស់ពូដែនក៏បានដើរមកបងហើយឈរផ្លឹកធ្វើអីហ្នឹងពុកក៏ចង់ស្ដាប់អានិទានវេនិទានរឿងដែរមែនពុកឲ្យឯងរៀននិពន្ធរៀននិទានលើកដាក់សម្លេងយូរហើយតើពេលណាទើបអាចនិទានបាននោះរឿងប៉ុណ្ណឹងងាយតើមានអីពិបាកផងចាំបាច់អីត្រូវរៀនពងកុំនិយាយផ្ដេសផ្ដាស់ណាស្អីក៏ដោយមិនមែនងាយស្រួលទេបើប្រកែមិនមែនដល់ថ្ងៃនេះហើយឯងនៅតែមិនទាន់ចេះទេមើលនោះចុះអានិទានវាចាប់ផ្ដើមសកម្មភាពហើយចាំស្អែកទៅពុកខ្ញុំនឹងបញ្ចេញសមត្ថភាពឲ្យពុកមើលពុកទុកចិត្តលើខ្ញុំចុះពូដែនមិននិយាយអ្វីបន្តទេគាត់បានដើរចេញនិងបានសម្ដៅទៅរកនិទានដែលកំពុងតែនិទានរឿងនោះផងដែរពុកតើពុកជាអ្នកគ្រប់គ្រងអានិទានពីអង្ការអញ្ចេះហ្នឹងពុកកុំតែស្ដាប់វាអីបងប្អូនតាមធម្មតាមុននឹងនិទានគឺត្រូវតែដឹងហើយចាំពូដាក់ប្រាក់តែពូមិនដាក់ច្រើនទេណា
ơi mình có đôiគ្នាដែរឥឡូវmìnhដាក់ប្រាក់តែប៉ុណ្ណេះសិនចោះបើក្មួយនិទានសាច់រឿងបានល្អដូចជាលោកបងណាតmìnhនឹងថែមប្រាក់ឲ្យចោះ បាទពូមីងអញ្ចឹងខ្ញុំនិទានហើយណាឈប់សិនពូក៏ចង់ស្ដាប់ដែរតើពូក៏ចង់ស្ដាប់ដែរមែនទេអូយខ្ញុំដូចជាខ្មាស់ជើងចាស់ខាងនិទានរឿងដល់ហើយពូទៅភ័យធ្វើអីពូមិនរំខានការរកស៊ីរបស់ក្មួយទេដែលពូមកនេះក៏ព្រោះតែពូចង់ដឹងថាតើកូនលបងណាតពូកែដូចជាគាត់ឬក៏អត់មែនក៏អីពងកូនស្ដាប់មិនច្រឡំទេមែនទេពងខ្ញុំថាវាគ្មានតែប្រកែអីទេស្អែកនេះគួរតែស្ដាប់ខ្ញុំវិញល្អជាងឯងនៅស្ងៀមសិនទៅនិទានពូចង់ដឹងថាតើឯងក្រៅពីនិទានរឿងដែលមានសរសេរទុកនោះតើមានរឿងពិតមកបង្ហាញដែរទេហ៎រឿងពិតអូល្អអន្តើបើមានក៏ជារសជាតិបន្ថែមដែរហើយក៏ជាព័ត៌មានថែមទៀតផងណាពូខ្ញុំនិទានរឿងជារឿងប្រឌិតមានគំនិតអប់រំមិនមែនជារឿងពិតទេរឿងពិតមិនមែនជាតួនាទីរបស់ខ្ញុំទេបើអញ្ចឹងមានន័យថាឯងមិនចេះហើយត្រឹមរឿងនិទានដែលប្រឌិតវាមិនគ្រប់គ្រាន់ទេតែត្រូវមានរឿងពិតផងដែរទើបល្អណាតាមពិតគឺពូចង់ឲ្យខ្ញុំពិបាកអន្តើពូយល់ដល់អ្នកនិទានជើងថ្មីផងទៅណាបានដែរទេត្រឹមរឿងពិតមួយក្មួយធ្វើមិនបានផងមកធ្វើជាអ្នកនិទានក្នុងផ្សារវាខ្មាស់គេពេកណាស់ណាក្មួយមែនហើយមែននឹងឯងអន់ណាស់ខ្ញុំសុំនិទានហើយណាពូតែបើពូមិនចង់ស្ដាប់ទេខ្ញុំសុំអធិស្ឋានផងចុះកូនផាសូតទៅវិញបាទពុកបន្ទាប់ពីពូដែនទៅបាត់មេភូមិក៏បាននិយាយថាកុំទៅខ្វល់អីក្មួយចេះធ្វើអីធ្វើនឹងទៅឥឡូវនេះពូអាចស្ដាប់សាច់រឿងបានហើយនៅអូបានហើយកាលនោះមានបរិសម្នាក់អង្អាចណាស់ហើយក៏ជាបរិសក្លាហានផងដែរមានពេលមួយនោះនិទានបាននិទានសាច់រឿងម្ដងមួយហើយសុទ្ធតែជារឿងដែលពីរោះស្ដាប់និងមានគំនិតអប់រំថែមទៀតផងអើយពីរោះណាស់សាច់រឿងក្មួយមិនអន់ទេនេះអាលោកបងណាតែពិតជាមានកូនពូកែដូចជាគាត់អញ្ចឹងណោះថ្ងៃពិធីបុណ្យភូមិពូនឹងអញ្ជើញក្មួយឲ្យនិទានរឿងជូនបងប្អូនយើងស្ដាប់ណាព្រោះពូពេញចិត្តការលើកដាក់សម្លេងនិងសាច់រឿងរបស់ក្មួយណាអូសូមអរគុណពូណាអរគុណហើយពូមីងនិទានសប្បាយចិត្តណាស់ព្រោះគាត់បានទទួលការពេញចិត្តជាច្រើនឃើញថាមានការគាំទ្របែបនេះនិទានកាន់តែស្រឡាញ់ការងារមួយនេះខ្លាំងឡើងនៅផ្ទះមីងមុំកូនម៉ែឮថាកូននិទានរឿងបានពីរោះណាស់កូនមិនប្រកែទេម៉ែតែប្រហែលជាសំណាងហើយដែលបានអ្នកភូមិពេញចិត្តនោះម៉ែកូនមានសម្លេងពីរោះមានទឹកដមចេះលើកដាក់សម្លេងចេះដាក់អារម្មណ៍ពិសេសសាច់រឿងក៏ល្អទៀតនេះហៅថាកូនពូកែហើយដឹងទេម៉ែសរសើរកូនពេកហើយម៉ែគិតថាកូនគួរតែដល់ពេលចូលវាំងហើយរាជវាំងតឹងតែងណាស់តើកូនចូលបានដល់របៀបណាទៅម៉ែមិនអីទេពុកកូនបានទុកថងសំណាងដល់កូនហើយកូនចូលវាទៅជាមួយចោះព្រះរាជាមុខជាសពព្រះតីលើសមត្ថភាពរបស់កូនមិនខានទេបានម៉ែកូននឹងទៅរាជវាំងសូមម៉ែកុំបារម្ភអីមីងមុំបានចុកថងសំណាងមកតែលទ្ធផលគឺអត់មានថងទេព្រោះថងនោះត្រូវគេលួចបាត់ទៅហើយចម្លែកណាស់ថងសំណាងបាត់ហើយមិនអីទេម៉ែបើគ្មានថងសំណាងក៏មិនអីដែរខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពបើមានសមត្ថភាពកូនជឿថាមុខជាមានសំណាងបានហើយម៉ែនេះចំមែនរបស់មួយចុងក្រោយដែលពុកកូនទុកឲ្យក៏ទុកមិនប្រយ័ត្នដែរបែរជាបដ ாய் ឲ្យបាត់ទៅកើតអើយចំមែនមិនអីទេម៉ែស្អែកខាន់ស្អែកកូនទៅរាជធានីចោះណាហើយត្រូវខ្លាចជាអ្នកនិទានប្រចាំរាជវាំងឲ្យបានណាឮដែរទេកូនបានម៉ែកូននឹងព្យាយាម
ថ្ងៃមួយនោះនីតិនបានធ្វើតាមបណ្ដាំរបស់ឪពុករួចក៏បានចាក់ចេញពីផ្ទះដោយធ្វើដំណើរទៅព្រះបរមរាជវាំងលុះហត់ពេកគាត់ក៏បានសម្រាកនៅកន្លែងមួយនៅក្នុងព្រៃហើយហត់ណាស់គិតសម្រាកបន្តិចសិននីតិនបានងើបមើលទៅលើឃើញថាមានចាប់ពុកមួយគូហេតុនេះគាត់ក៏បាននឹកឃើញរឿងនីតិនមួយរឿងឡើងមកទីនេះល្អណាស់ខ្ញុំគួរតែដាក់ចំណងជើងថាចាពូកមួយគូឬក៏ស្នេហាកូនចាពូកត្រូវហើយខ្ញុំនឹងសរសេរវាដាក់ក្នុងសៀវភៅខ្ញុំចុះអង្គុយម្នាក់ឯងក៏តែងរឿងម្នាក់ឯងចំណែកក្នុងគ្រានោះរុក្ខទេវតាក៏បានសន្តាប់ឮព្រមទាំងបង្ហាញព្រះកាយចេញមកឯងពិតជានិទានរឿងបានល្អមែនតែយើងអាចសុំឯងឲ្យនិទានរឿងមួយរឿងឲ្យយើងស្ដាប់បានទេបានពិតជាបានតែខ្ញុំសុំសួរលោកផងបានទេលោកមានលក្ខណៈល្អណាស់តើលោកជាអ្វីឲ្យប្រកាសទៅយើងគឺជារុក្ខទេវតាយើងជាអ្នកមានបុណ្យថែរក្សានៅទីនេះអូគឺអញ្ចឹងសោះទូលបង្គំខ្វះការគួរសមហើយក្រាបទូលមិនអីទេឥឡូវឯងអាចនិទានរឿងឲ្យយើងស្ដាប់ម្ដងទៀតបានទេពិតជាបាននេះជាកិត្តិយសណាស់ក្រាបទូលរឿងនោះគឺមានចំណងជើងថារុក្ខទេវតាជាទីគោរពនីតិនបាននិទានរឿងពីដើមដល់ចប់ធ្វើឲ្យរុក្ខទេវតាកាត់ក្តីរំភើបជាពន់ពេកលុះនិទានចប់ហើយនោះរុក្ខទេវតាក៏មានបន្ទូលថាពិតជាមានគំនិតអប់រំណាស់ហើយអ្នកនិទានក៏និទានបានពិរោះទៅទៀតតើឯងចង់បានអីជាការតបស្នងទេអូអត់ទេក្រាបទូលព្រោះតែហេតុអីទៅព្រោះទូលបង្គំបាននិទានរឿងថ្វាយទ្រង់នេះជាកិត្តិយសដ៏ធំធេងណាស់ទៅហើយក្រាបទូលឯងទៅចុះឲ្យតែមានភាពស្មោះត្រង់អ្វីដែលឯងចង់បាននឹងបានសម្រេចជាមិនខានទេសូមអរព្រគុណហើយលោករុក្ខទេវតានីតិនថ្វាយរុក្ខទេវតាហើយនីតិនក៏បានបន្តដំណើរទៅមុខទៀតរហូតបានជួបនឹងរឿងម្យ៉ាងយល់ដល់ទ្រង់ជាព្រះនាងយើងមិនឆីទ្រង់នោះទេតែទ្រង់ត្រូវយកយើងជាស្វាមីផងទៅបានតែខ្លាចមកដាក់សំណើនេះបានទេខ្ញុំពិតជាមិនអាចចូលខ្លាចជាប្តីបាននោះទេតើមានអ្នកណាអាចចូលខ្លាចធ្វើជាប្តីនោះគ្មានក៏គ្មានទៅបើបែបនោះពួកយើងគឺជាគូទី1ហើយកុំប្រកែកបើប្រកែកយើងនឹងស៊ីទ្រង់ភ្លាមសូមមេត្តាផងទេសូមកុំធ្វើបែបនោះអីនីតិនបានឃើញហើយនឹងបានដើរចូលមកជាមួយនឹងសេចក្តីល្អអង្អាចនិងថ្លៃថ្នូរផងដែរខ្លាដ៏ធំអញមិនអាចធ្វើបែបនេះបានទេតើព្រោះតែហេតុអីដែរមកល្អហើយឯងក៏មិនអាចរស់បានដែរយើងនឹងស៊ីឯងមុនពនាងទៅចុះទីនេះនៅជិតរាជវាំងណាស់តែខ្លាហ៊ានចូលមកខ្លាចច្បាស់จะត្រូវពួកមនុស្សសម្លាប់ជាមិនខានទេពួកគេអីក៏ចិត្តអាក្រក់ម្លេះយើងគ្រាន់តែមកសុំស្ដាប់រឿងនិទានប៉ុណ្ណោះតើតែពេលនេះមិនស្ដាប់ទៀតទេព្រោះយើងចង់បានពនាងនោះអីឥឡូវគិតអញ្ចេះចុះយើងនឹងនិទានរឿងមួយឲ្យឯងស្ដាប់លុះចប់ហើយឯងទៅក្នុងព្រៃវិញចុះព្រៃទៅជាផ្ទះរបស់ឯងត្រូវទេបានតែបើឯងនិទានមិនពិរោះដូចម្នាក់នៅខាងក្នុងបរិវេណរាជវាំងទេយើងនឹងស៊ីឯងរួចហើយក៏យកពនាងទៅជាមួយផងដែរបានកាលពីព្រេងនាយមានខ្លាមួយស្លូតណាស់ខ្លានោះគឺជាខ្លាដែលមានចរិតខុសពីខ្លាដទៃទៀតគឺវាមិនដែលសម្លាប់ជីវិតស្លូតត្រង់ទេព្រោះវាគិតថាធ្វើល្អបានល្អនិងចង់កើតជាទេវតាផងដែរតែខ្លានោះនឹងខ្លាចជាទេវតាមែនទេពិតមែនហើយឈ្មោះជាខ្លាតែមានចិត្តល្អចុងក្រោយក៏បានកើតនិឋានសួគ៌លោកខ្លាខ្ញុំនិទានចប់ហើយពិតជាពិរោះមែនអរគុណហើយខ្ញុំមានអារម្មណ៍ល្អណាស់លាហើយណាជូនពរឯងឲ្យមានសំណាងល្អផងទៅចុះ
បាទអរគុណលាហើយណាខ្លា លោកពិតជានិទានបានពីរោះណាស់មិនតែប៉ុណ្ណោះចេះធ្វើឲ្យគេមានអារម្មណ៍ល្អផងទៀត សូមអរព្រគុណក្រាបទូលនិយាយអញ្ចឹងពនាងតើនៅក្នុងរាជវាំងមានអ្នកនិទានរឿងម្នាក់ដែរមែនទេ មែនហើយលើថាជាកូនអ្នកពូកែនិទានរឿងដែលជាមនុស្សព្រះបិតាសពប្រតិម្នាក់កាលពីមុនផងដែរ តើពនាងចង់មានន័យថាអ្នកនិទាននោះគឺជាកូនពូណាតមែនទេ គឺយើងមិនច្បាស់ទេតែយើងមិនចូលចិត្តពួកគេទេព្រមមើលទៅទំនងជាកុហកច្រើនជាង តើបែបណាទៅវិញក្រាបទូល លើថាមានថងសំណាងអីក៏មិនដឹងដែរគឺចូលមកបញ្ជាក់បែបនោះហើយហេតុនេះព្រះបិតាសពប្រតិណាស់ ជាថងសំណាងមែនទេក្រាបទូល គឺបែបនោះហើយ តាមពិតគឺអញ្ចឹងសោះថងសំណាងគឺជារបស់ឪពុកម្ដាយខ្ញុំតែពួកដានលួចយកទៅឲ្យផាសូតរួចក៏បន្លំធ្វើជាខ្ញុំចូលមកក្នុងរាជវាំងសោះ លោកនិយាយអីហ្នឹង អូ អត់មានអីទេក្រាបទូល ត្រូវហើយលោកពូកែណាស់លោកល្អជាងបរោះនោះណាស់លោកទៅជាមួយយើងទៅចឹងនឹងឧទ្ទិសនាមជូនព្រះបិតាណាស់ ក្រាបទូលបង្គំមិនប្រកែកទេ ល្អណាស់តោះទៅ ក្រាបទូល នៅក្នុងរាជវាំង យើងពិតជាសប្បាយប្រទៃណាស់ដែលលោកមកដល់ទីនេះផាសូតគេជាកូនល្អណាស់តាំងពីឪពុកគេស្លាប់ទៅគេមិនប្រហែសទេនៅក្នុងការនិពន្ធនិងនិទានរឿងក្រាបទូលកាលនោះបានពួកដានជួយទូបង្គំបើគ្មានគាត់ជួយណែនាំទេទូបង្គំក៏មិនអាចក្លាយជាអ្នកនិទានដ៏ពិរោះនិងពូកែខាងតែងបែបនេះដែរក្រាបទូលពួកឯងពិតជាពូកែណាស់ដូច្នេះយើងនឹងប្រទានរង្វាន់ដល់ពួកឯងចុះ មិនតាន់បានប្រទានរង្វាន់ទេព្រះនាងក៏បានជាងមកដល់ល្មមអត់ទេព្រះបិតាបើចង់ប្រទានរង្វាន់នោះត្រូវមានការប្រកួតមួយទៅបាន និទានអូ លោកពូទុកចិត្តចុះទោះខ្ញុំដឹងថាពូបន្លំយកថងសំណាងមកក៏ខ្ញុំមិនលាតត្រដាងការកុហករបស់ពូដែរតើមានការអីមែនទេបុត្រី បាត់បានដឹងថាបរោះនេះមានទេពកោសល្យណាស់បើតាមការវិនិច្ឆ័យរបស់ខ្ញុំម្ចាស់គេសមនឹងទទួលបានរង្វាន់ច្រើនជាងណាស់ព្រះពើ បិតាបានថាបកលឲ្យពួកគេទៅហើយ ពុំនោះទេបើការប្រឡងមួយទេអ្នកពូកែប៉ាត់ប្រកាសនឹងខ្លាចជាអ្នកនិទានប្រចាំរាជវាំងតែម្ដង មែនហើយធ្វើអញ្ចឹងក៏សមហេតុផលដែរយកល្អរៀបចំថ្ងៃនេះតែម្ដងទៅណាពងគិតយ៉ាងម៉េចទៅបើព្រះអង្គដាក់វិញ្ញាសានិទានរឿងថ្មីតើខ្ញុំមិនអាចឈ្នះអានិទានបានទៅមិនអីទេពុកនៅទីនេះហើយកូនច្បាស់ជាឈ្នះពួកលោករួចរាល់ហើយមែនទេក្មួយប្រសូតត្រៀមរួចហើយក្រាបទូលសូមទ្រង់ប្រទានវិញ្ញាសាមកចុះបើអញ្ចឹងផាសូតនិងបរោះនោះមិនបាច់និទានរឿងថ្មីទេនិទានរឿងណាដែលគិតថាល្អនិងជាការចងចាំមួយដ៏ល្អផងទៅចុះពងស្រួលហើយអញ្ចឹងបើបែបនោះខ្ញុំអាចយករឿងចាស់មកបានហើយពិតមែនហើយ ថ្ងៃនោះផាសូតរំភើបណាស់ហេតុនេះគាត់និទានរឿងមួយដែលមានចំណងជើងថាបរោះស្លៀកខោរហែក រឿងរបស់ឯងដូចជារឿងកំ pl ែងតែក្រោយយើងសន្តាប់ហើយក៏យល់ថាមានគំនិតអប់រំនិងស្មានសាច់រឿងទុកមុនមិនត្រូវសោះឯងពិតជាពូកែមែនសូមអរព្រគុណក្រាបទូលចុះឯងខាងនេះវិញនោះក្រាបទូលរឿងរបស់ទូបង្គំគឺមានចំណងជើងថាព្រះនាងផ្ទុំលក់មិនក្រោកក្រាបទូលថាម៉េចរឿងនេះដូចជាធ្លាប់មិនអីទេឯងនិទានមកចុះក្រាបទូល និទានបាននិទានម្ដងបន្តិចធ្វើឲ្យព្រះរាជាកាន់តែសម្គាល់ដឹងថារឿងនោះជារឿងដែលទ្រង់ធ្លាប់សន្តាប់ពីមុន ហេតុអីបានជាឯងយករឿងនេះមកនិទានវាគឺជារឿងដែលឪពុកទូបង្គំបន្សល់ទុករឿងនេះគឺជាការចងចាំដ៏ល្អណាស់សម្រាប់ទូបង្គំក្រាបទូល
គឺអញ្ចឹងទេអីយើងដឹងហើយសេនាចាប់បរោះទាំងពីរនាក់នោះយកទៅដាក់គុកភ្លាមតើព្រោះតាហេតុអីទៅក្រាបទូលព្រោះតាហេតុអីឯងដឹងទេរឿងនេះគឺជារឿងរបស់ពូណាតចំណែកបរោះនេះបង្ហាញការពិតហើយថាគេគឺជាកូនតែនាយខាងនោះគឺបន្លំទេខ្ញុំមិនចាស់យល់ហើយរឿងដែលចង់ចាំជាងគេគឺមនោសញ្ចេតនារវាងឪពុកកូនបើបែបនោះពូខាងនោះមកកុហកបិតាសោះពុកគំនិតពុកគ្មានបានការទេឃើញទេកូនជាប់គុកបាត់ទៅហើយនេះក៏ព្រោះតែឯងគ្មានបានការនឹងណាមានកូននឹងគេដែរតែគ្មានសមត្ថភាពសោះពុកដូចជាមើងងាយកូនខ្លួនឯងណាបានហើយចេញទៅបន្ទាប់ពីពូដែននីផាសូតចូលគុកបាត់ហើយនោះព្រះរាជាក៏បានប្រទានរង្វាន់និងបានបន្តមានបន្ទូលថាយើងសង្ស័យថាពួកគេកុហកយូរមកហើយតែគ្មានអ្វីបញ្ជាក់ទើបបណ្ដោយតាមទឹកតែម្ដងទៅការប៉ັດនៅតែជាការប៉ັດគ្មានអ្វីមកលាបពណ៌បន្លំបានទេម្យ៉ាងយើងសូមប្រទានងារជាអ្នកនិពន្ធប្រចាំរាជវាំងដល់ឯងចុះសូមអរព្រគុណក្រាបទូលទីបំផុតបំណងឪពុករបស់និទានក៏បានคล้ายជាការប៉ັດចំណែកមីងមុំក៏ប៉ັດជាមានមោទនភាពចំពោះកូនផងដែរនៅផ្ទះមីងមុំម៉ែមានកិត្តិយសណាស់កូនសម្លាញ់នេះក៏ព្រោះតែកូនមានពុកនិងម៉ែជាអ្នកអប់រំព្រានប្រដៅនោះអីកូនសូមអរគុណម៉ែណាចាចុងក្រោយកូនក៏មានងារអ្នកនិទានប្រចាំរាជវាំងព្រោះលក្ខណៈល្អរបស់កូនណាហើយកិត្តិនាមកូនក៏ល្បីណាស់ដឹងដែរទេបើពុកកូននៅមានជីវិតនោះពុកកូនមុខជាមានមោទនភាពណាស់ហើយមានរឿងមួយទៀតនិទានក៏មានសមត្ថភាពនិងចំណេះហេតុនេះគាត់ក៏បានក្លាយជាព្រះស្វាមីរបស់ព្រះនាងរស់នៅសុខសាន្តតរៀងទៅ